Kislik Elfin ជានាឡិកាឆ្លាតវៃចំនួនថ្មីផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់នារីមានរាងតូចស្រាលស្រួលពាក់លើដៃឆាតឆាយទំនើបទាន់សម័យស័ក្តិសមបំផុតសម្រាប់នារីសម័យថ្មី Kislik Elfin អេក្រង់ទំហំ 1.32 អ៊ីនជាប្រភេទ HD AMOLED display ដែលបង្ហាញរូបភាពដិតច្បាស់ត្រជាក់ភ្នែកជាមួយពន្លឺអេក្រង់ខ្ពស់មិនចេញពន្លឺថ្ងៃchip ថ្មីដែលមានប្រតិបត្តិការរលូនជាងមុនរួមផ្សំនឹងល្បឿនអេក្រង់ 60Hz ធ្វើឲ្យការបដូរចេញចូលពីកម្មវិធីមួយទៅកម្មវិធីមួយទៀតលឿនទាន់ចិត្តតួខ្លួនផលិតពីអាលុយមីញ៉ូមដែលធ្វើឲ្យមានទម្ងន់ស្រាលនិងរឹងមាំកាលមកដល់លើកនេះ Kislik Elfin បានផ្ដល់ជម្រើសដល់ទៅ3ពណ៌3 style និងមានខ្សែ2នៅក្នុងប្រអប់ស្រាប់មួយនេះមានពណ៌ប្រាក់ទាំងខ្សែនិងតួខ្លួនបន្ថែមពីនេះទៀតវាមានភ្ជាប់មកជាមួយខ្សែស៊ីលីកូនពណ៌ស្វាយមួយថែមទៀតផងចំណែកមួយនេះវិញមានពណ៌មាសទាំងតួខ្លួននិងខ្សែកាន់តែពិសេសមានភ្ជាប់មកជាមួយខ្សែស្បែកពណ៌សដ៏ប្រណិតនៅក្នុងប្រអប់តែមួយរីឯមួយនេះវិញមានពណ៌ខ្មៅទាំងខ្សែនិងតួខ្លួនលើសពីនេះវាភ្ជាប់មកជាមួយខ្សែស្បែកពណ៌ត្នោតស្រាលមួយថែមទៀតផងបន្ថែមពីនេះទៀត Kislik Elfin មុខងារ AI Voice Face អាចប្រើប្រាស់ជាភាសាខ្មែរសម្រាប់ generate voice face ជាច្រើនប្រភេទការ collab ទៅតាមចំណង់ចំណូលចិត្តដែលមុខងារមួយនេះមាននៅក្នុងនាឡិកាស្រាប់ Kislik Elfin បានបំពាក់នៅមុខងារវាស់សុខភាពចំនួនថ្មីជាមួយនឹងមុខងារចុចតែម្ដងអាចវាស់ទិន្នន័យ3ក្នុងពេលតែមួយរួមមានការវាស់ចង្វាក់បេះដូងអុកស៊ីសែនក្នុងឈាមនិងភាពតានតឹងវាមានមុខងារកីឡាដល់ទៅជាង180ប្រភេទជួយសម្រួលដល់បងនារីដែលស្រឡាញ់សុខភាពនិងចូលចិត្តហាត់ប្រាណលេងកីឡាជាដើមមុខងារ Music Controller ថ្មីដែលអាចបញ្ជាចម្រៀងនៅលើទូរស័ព្ទក៏បាននិងអាច switch ឲ្យលើចម្រៀងនៅលើនាឡិកាក៏បានមានមុខងារ Call ចេញចូលដែលអាចលើកនិយាយលើនាឡិកាបានផងដែរមុខងារតាមដានសុខភាពស្ត្រីនិងវត្តរដូវស្ត្រីមុខងារតាមដានសកម្មភាពប្រចាំថ្ងៃមុខងារបង្ហាញអាកាសធាតុនិងមុខងារហ្វឹកហាត់ខ្យល់ដង្ហើមមុខងារគណនាលេខនិងមុខងារផ្សេងៗជាច្រើនទៀតមុខងារដែលបានរៀបរាប់ខាងលើសុទ្ធតែបង្ហាញលើផ្ទៃអេក្រង់មកជាភាសាខ្មែរយ៉ាងប្រណិតចំពោះថាមពលថ្មអាចប្រើប្រាស់បានពី1សប្តាហ៍ទៅ10ថ្ងៃអាស្រ័យទៅតាមការប្រើប្រាស់ប្រចាំថ្ងៃបន្ថែមពីនេះទៅទៀតយើងក៏អាចផ្លាស់ប្ដូរ watch face បានជាច្រើនប្រភេទនិងអាចតាំងរូបរបស់យើងលើនាឡិកាបានដោយគ្រាន់តែភ្ជាប់ទៅកាន់ app KStyleOS របស់ Kislik ការត្រឡប់មកវិញលើកនេះ Kislik Elfin ពិតជាបាននាំយកការអាប់ដេតមុខងារថ្មីៗជាច្រើនគួរឲ្យចាប់អារម្មណ៍មិនថាតែបច្ចេកវិទ្យាឬរូបរាង Kislik ពិតជាមិនធ្វើឲ្យមិត្តនារីខកបំណងនោះទេ